มีគ្នាយើងណាដែលឧស្សាហ៍ឡើងមុនបែបនេះអត់មុនបែបហ្នឹងណាខ្មែរយើងគេហៅថាមុនក្បាលខ្មៅដែលពាក្យបច្ចេកទេសគេហៅថា blackhead ឬក៏ open comedone ហើយមុនក្បាលខ្មៅហ្នឹងគឺវាកកើតឡើងដោយសារតែមុខរបស់យើងហ្នឹងគឺបញ្ចេញខ្លាញ់ច្រើនហើយខ្លាញ់ស្ថិតនៅក្នុងរុនរោមបូករួមជាមួយនឹងកោសិកាងាប់ទៀតវាបង្កើតបានជាមុនក្បាលខ្មៅហ្នឹងអូខ្ញុំភ្លេចនិយាយមកចំណុចទៀតកត្តាដែលធ្វើឲ្យមុនហ្នឹងវាចេញក្បាលមកពណ៌ខ្មៅណាគឺដោយសារតែជាទូទៅមុនហ្នឹងគឺអត់មានស្បែកក្រិនដប់ពីលើទេដូច្នេះខ្លាញ់នៅក្នុងរុនរោមហ្នឹងវាអាចប៉ះផ្ទាល់ជាមួយនឹងអុកស៊ីហ្សែនដែលស្ថិតនៅក្នុងបរិយាកាសខាងក្រៅណាអញ្ចឹងហើយវាធ្វើអុកស៊ីតកម្មជាមួយគ្នាទៅបង្កើតបានជាពណ៌ខ្មៅហ្នឹងហើយចំពោះ ingredient ដែលអាចជួយព្យាបាលទៅលើបញ្ហាមុនក្បាលខ្មៅហ្នឹងបានណាខ្ញុំណែនាំ ingredient 4ប្រភេទទី1គឺ glycolic acid glycolic acid វាគឺជា ingredient មួយដែលអាចជួយទៅជំរុះកោសិកាផ្នែកខាងលើនៃស្បែករបស់យើងដើម្បីកុំឲ្យកោសិកាចាស់ៗហ្នឹងវាបិទគប់រុនរោមរបស់យើងហ្នឹងកុំឲ្យស្ទះកុំឲ្យកើតទៅជាមុនទី2គឺ salicylic acid salicylic acid វាគឺជា ingredient មួយដែលអាចជួយទៅរំលាយខ្លាញ់ដែលកកស្ទះដែលស្ថិតនៅក្នុងរុនរោមរបស់យើងណាព្រោះអាខ្លាញ់កកស្ទះហ្នឹងហើយក៏ជាដើមហេតុដំបូងដែលធ្វើឲ្យយើងហ្នឹងកើតមុនទី3គឺ niacinamide niacinamide វាគឺជា ingredient មួយដែលអាចជួយទៅបន្ថយការបញ្ចេញខ្លាញ់លើផ្ទៃមុខរបស់យើងណាព្រោះកាលណាមុខយើងបញ្ចេញខ្លាញ់ច្រើនវាក៏ជាដើមហេតុមួយដែលធ្វើឲ្យយើងហ្នឹងកើតមុនដែរហើយចុងក្រោយគេនោះគឺ acne buster acne buster វាគឺជា ingredient មួយដែលចម្រាញ់ចេញពីរុក្ខជាតិ8ប្រភេទដែល ingredient នេះវាជួយទៅប្រឆាំងការរលាកហើយវាជួយទៅសម្របសម្រួលនៅក្នុងការបញ្ចេញអរម៉ូនអង់ដ្រូសែនកុំឲ្យវាកើនឡើងលើសលប់ព្រោះអរម៉ូនអង់ដ្រូសែននេះគឺជាអរម៉ូនមួយដែលមានឥទ្ធិពលនៅក្នុងការភ្ញួចក្រពេញខ្លាញ់ឲ្យវាបញ្ចេញខ្លាញ់ច្រើនហើយ ingredient ទាំងអស់ហ្នឹងគឺវាមាននៅក្នុងសេរ៉ូមព្យាបាលមុន Dermafa Acne Clearing Soft Serum